បាកធំៗចំនួន3ចំពោះបរិសុទ្ធត្រីគាត់អាចនឹងជួបប្រទះនៅពេលដែលគាត់នឹងចាប់ផ្ដើមឆ្លងនៅជំងឺប្រមេះទឹកបាយបងស្ត្រីនិងបរិសុទ្ធបានដឹងច្បាស់ហើយថាចំពោះជំងឺប្រមេះទឹកបាយគឺជាប្រភេទនៃជំងឺកាមរោគម្យ៉ាងដែលអាចឆ្លងតាមរយៈការរួមភេទរវាងបរិសុទ្ធនិងស្ត្រីចំពោះផលវិបាកទី1ទៅលើបរិសុទ្ធគឺគាត់អាចប្រឈមជាមួយនឹងការចុះខ្សោយនៅអង្គពិកប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់គាត់ផលវិបាកទី2អាចនឹងធ្វើឲ្យគាត់មានការនោមមកផ្សាឈឺក្រហាយមានការហូរខ្ទុះហើយអាចនឹងឆ្លងនៅពពួកមេរោគទៅកាន់បំហួរនោមរបស់គាត់ដែលជាមូលហេតុបង្កមេរោគទៅកាន់តម្រងនោមពហួរនោមធ្វើឲ្យគាត់អាចនឹងងាយមានបញ្ហារលាកនៅពហួរនោមរបស់គាត់ហើយផលវិបាកធំទី3នោះគឺប៉ះពាល់ទៅលើសុខភាពផ្លូវភេទព្រោះនៅពេលដែលគាត់ចាប់ផ្ដើមឆ្លងនៅជំងឺប្រមេះនេះធ្វើឲ្យគាត់ខ្សោយផ្លូវភេទបាត់ចំណងផ្លូវភេទខុសមុនឬក៏គាត់អាចប្រឈមជាមួយនឹងការពិបាកក្នុងការមានកូននេះគឺជាផលវិបាកធំចំនួន3សម្រាប់បុរសចំពោះស្ត្រីវិញផលវិបាកទី1ពេលដែលគាត់ឆ្លងនៅជំងឺប្រមេះនេះធ្វើឲ្យគាត់មានជាការធ្លាក់សអាចមានពណ៌មានក្លិនមានរមាស់នៅនឹងតំបន់សម្ងាត់របស់គាត់ទី2អាចងាយនឹងការរលាកនៅតំបន់សម្ងាត់របស់គាត់ដូចជាទ្វារមាសមាត់ស្បូនឬក៏អាចរលាកនៅបង្ហួរនោមរបស់គាត់ហើយផលវិបាកទី3ស្ត្រីអាចនឹងបាត់ចំណងផ្លូវភេទពិបាកក្នុងការមានកូនទាំងអស់នេះគឺសុទ្ធតែជាផលវិបាកបរិសុទ្ធស្ត្រីគាត់នឹងជួបប្រទះនៅពេលដែលគាត់មានការឆ្លងនៅជំងឺប្រមេះហើយបើសិនជាក្នុងករណីគាត់មិនបានដោះស្រាយវាឲ្យបានទាន់ពេលបងបរិសុទ្ធនិងបងស្ត្រីគាត់អាចនឹងមានការហូរខ្ទុះហូរឈាមក្រោយពេលរួមភេទឬក៏រលាកតបាយធ្ងន់ធ្ងររហូតដល់ដំណាក់កាលមហារីកក៏មានដែរដូច្នេះបើសិនជាបងបរិសុទ្ធបងស្ត្រីដែលគាត់កើតមានជំងឺប្រមេះហើយគាត់ចង់ដោះស្រាយចង់ពិគ្រោះចង់ព្យាបាលអាចទំនាក់ទំនងមកកាន់អ្នកគ្រូតាម Telegram 069 316714អរគុណច្រើន